thở ban rong nơi xử lý khang khang lại quạt sẽ đặt mãi nó thời nhung nó hay khai to lời về xử lý khang khang về nhung ban cho hiện nước nông là ông Carlos từ chụp rồi nó nhung ban cắt đôi con anh thì mê đài ở đằng ấy sắc hay có ở miền trung đằng không luôn mò chiếc mê nhẹ đài miền trung đằng không luôn đằng miền trung nhẹ nước không luôn mạnh nhung nó có quạt mà ngày trong từ tham kế hay cho con bây nhẹ nó tục thường mệt hay có con vậy tha con bây nhẹ nó chặt tục chỉ sạch bệnh đúng bắt cho cái gì từ nhiều số nên trong chuột chân chân đã xa chỉ số đến nặng từ đọc tí đây là ông Carlos từ chưa rồi tuy cái này là bỏ nhóm nơi khai cô sạch nhân viên bông ôn chỉ một bay nhẹ hay không chia con phần hay bông phò chẳng tì bỏ nhóm của quạt ban hiện nơi là ông Carlos từ chưa rồi này hiện đó chắc hay bông phò thì một bỏ nhóm của quạt ban hiện chọc nơi là ông Carlos từ chưa rồi hay coi có ban phần to tới hiện nơi là sẽ có chia lấy cùng mâm nông bình đó hiện hai hàng IT hay bông phỏ thì bỏ nhóm của quạt ban hiện nơi là ông Carlos từ chia rồi thầm hạ thì cùng múa của quạt ban phần to tới hiện nơi là đó chọc thì đập pì đó làคือบ้านช่วยอุปถัมภ์ឲ្យហ៊ានម៉ាក់របស់ខ្ញុំគឺគាត់ប្រកបមុខរបរជាកម្មការនីក្នុងគ្រួសារខ្ញុំគាត់មានអំពើហិង្សាក្នុងគ្រួសារតារបស់ខ្ញុំគាត់បានប្រមអំពើហិង្សាទៅលើម៉ាក់របស់ខ្ញុំហើយនិងបងប្អូនទាំងពីររបស់ខ្ញុំដោយការនោះខ្ញុំអត់បានត្រូវប៉ាគាត់ប្រមអំពើហិង្សាលើខ្ញុំទេព្រោះខ្ញុំនៅក្មេងពេកហើយប៉ារបស់ខ្ញុំគាត់អត់ស្រាមានស្រីទៅពេលដែលគាត់មានស្រីមកផ្ទះវិញគឺគាត់ប្រមអំពើហិង្សាលើម៉ាក់ហើយខ្ញុំខាងនោះនៅក្មេងពេកត្រូវគាត់ធ្វើបាបទេព្រោះខ្ញុំនៅទូពេកក៏ប៉ុន្តែខ្ញុំក៏ត្រូវបានរងនៅសលេងខាងដែលគាត់សេកដាក់ម៉ាក់ហ្នឹងធ្វើខ្ញុំហ្នឹងហើយខ្លាចក៏លើពេលលឺសលេងខាងពេលហ្នឹងប្រហែលខ្ទង់អាយុ1ឆ្នាំទៅ2ឆ្នាំនៅក្មេងខ្ញុំអត់សូវចាំអាយុប៉ុន្មានដែរមានថ្ងៃមួយគឺប៉ាខ្ញុំហ្នឹងគាត់ក៏ចង់លេងលះមួយម៉ាក់អញ្ចឹងទៅហើយម៉ាក់ខ្ញុំហ្នឹងក៏គាត់ថាបើបងឯងចង់ទៅតាមគេហើយចាស់កូន3នាក់ហ្នឹងទុកទៅមិនហើយក៏គាត់និយាយថាកូន3នាក់ហ្នឹងចាប់ទុកជាសាច់3ដុំបោះចោលឆ្កែស៊ីទៅគាត់និយាយចឹងហើយម៉ាក់ខ្ញុំគាត់លើពេលសម្ដីប្រហែលម៉ាត់ហ្នឹងហើយក៏គាត់ថាដាច់ចិត្តថាលេងលះមួយគាត់ទៅនៅមួយទៀតពីមុននៅទៀតក៏គូសារអត់ដូចដីសក់ដែរអញ្ចឹងក៏គាត់លេងព្រមលេងលះហើយពេលដែលគាត់ព្រមលេងលះហ្នឹងគឺគាត់បាននាំកូន3នាក់ហ្នឹងមកនៅជាមួយនឹងបងប្អូនវាចឹងទៅហើយក៏នាំទៅនៅជាមួយនឹងអ៊ំនៅខេត្តកណ្ដាលសិនហើយក៏នាំខ្ញុំមកនៅជាមួយនឹងអ៊ំនៅពេញម្ដងតែពេលដែលគាត់នាំមកនៅហ្នឹងគាត់ឲ្យយាយខ្ញុំហ្នឹងគឺជួយហៅសាលាឲ្យបងខ្ញុំហើយនឹងខ្ញុំហ្នឹងហ៊ានតែពេលហ្នឹងក៏យាយខ្ញុំគាត់បានហៅសាលាឲ្យមួយដែរតែសាលាហ្នឹងគេទទួលតែបងប្រុសខ្ញុំពីរនាក់ឯងព្រោះខ្ញុំនៅក្មេងពេកអញ្ចឹងក៏ខ្ញុំត្រូវនៅមួយអ៊ំដល់ពេលដែលនៅមួយអ៊ំកូនរបស់គាត់ស្រី4នាក់ហ្នឹងក៏វាយដំធ្វើបាបខ្ញុំហើយអ៊ំគាត់ប្រើខ្ញុំរហូតថាខ្ញុំចាំអត់គាត់ថាខ្ញុំនៅក្មេងដល់ពេលដែលម៉ាក់ខ្ញុំគាត់លេងដាច់គាត់ឡើងមកពេញនៅជាមួយហ្នឹងខ្ញុំប្រាប់អញថាគេធ្វើបាបគេឲ្យខ្ញុំធ្វើនេះធ្វើនោះទៅហើយក៏អ៊ំគាត់និយាយថាគាត់បានធ្វើអីទេគាត់ឲ្យនៅដេកស៊ីស្រួលអីចឹងទៅគាត់និយាយចឹងហើយគាត់មកក៏ម៉ាក់ខ្ញុំគាត់ចង់ឲ្យខ្ញុំហ្នឹងនៅសាលាថ្មីឲ្យនៅបានទៅជុំគ្នា3អ្នកបងប្អូនអញ្ចឹងតែហ្នឹងគឺគាត់បានរកសាលា2កន្លែងនៅក្នុងពេញហ្នឹងខ្ញុំគាត់នាំ3អ្នកបងប្អូនខ្ញុំហ្នឹងទៅរកសាលាមួយកន្លែងតែសាលាហ្នឹងគឺត្រូវចំណាយថវិកាក្នុងការរៀនអញ្ចឹងក៏រៀនបានប្រហែលប្រហែលខែក៏យាយខ្ញុំគាត់ថាអត់កើតទេព្រោះយើងកំពុងខ្វះខាតអញ្ចឹងក៏ត្រូវនាំ3អ្នកបងប្អូនហ្នឹងដូរសាលាហើយបងខ្ញុំក៏គាត់បានស្គាល់សាលាមួយកន្លែងដែលជាសាលាខាងលោកសុវិជ្ជាប្រវត្តិហ្នឹងក៏ស្គាល់តាមរយៈបងប្រុសជីដូនមួយរបស់ខ្ញុំហើយក៏គាត់អត់ចាំយូរក៏គាត់បានប្រាប់ទៅយាយរបស់ខ្ញុំក៏គាត់នាំមកទៅនាំមកពេលនាំមកហ្នឹងក៏បានជួបម៉ាក់មានហើយម៉ាក់មានក៏គាត់ព្រមឲ្យចូលមករៀននៅហ្នឹងហើយនឹងក៏ដល់កន្លែងស្នាក់នៅឲ្យនៅក្នុងមណ្ឌលកុមារកព្រាហើយក៏បាននៅជុំគ្នា3អ្នកបងប្អូនហ្នឹងពេលចូលមកដល់នឹងដំបូងគឺខ្ញុំដំបូងអត់ត្រឡប់នៅនឹងទេព្រោះនៅផ្ទះនឹកម៉ាក់នឹកបងប្អូននេះចឹងតែផ្សេងគេនឹកម៉ាក់ហើយដេកយំនឹកគាត់ពេលចូលមកដល់ហ្នឹងនៅខាងមណ្ឌលហ្នឹងសាលាហ្នឹងគេបានផ្ដល់នៅអាហារ3ពេលហើយនឹងសម្លៀកបំពាក់និងប្រដាប់ប្រដារៀនសូត្រហើយក៏បានចូលរៀននៅក្នុងសាលា
បានទទួលនៅចំណេះដឹងច្រើននៅនឹងបានស្គាល់មនុស្សច្រើនចូលមិត្តភ័ក្តិហើយអ្នកដោះកាលហ្នឹងនៅរកគេមានអ្នកដោះជួយមើលថែអីចឹងទៅជួយឲ្យបរៀនឲ្យយើងចេះមើលថែខ្លួនឯងដូចជាបរៀនឲ្យចេះលាងចានពុកឲ្យលាងចានខ្លួនឯងបោកកៅអៅចេះធ្វើអីដល់ខ្លួនឯងច្រើនខ្ញុំចូលនៅក្នុងមណ្ឌលនៅឆ្នាំ2010ចូល2011ខ្ញុំចូលរៀនតាំងពីថ្នាក់ទី20ឥឡូវខ្ញុំរៀនថ្នាក់ទី12ពេលខ្ញុំបានចូលរៀននៅក្នុងសាលាអង្គការលើកស្ទួយវិជ្ជាជីវៈហ្នឹងខ្ញុំបានផ្លាស់ប្ដូរខ្លួនឯងពីក្មេងដែលអត់ដឹងអីសោះហើយក៏អត់មានចំណេះដឹងក្នុងខ្លួនមកជាក្មេងម្នាក់ដែលមានចំណេះដឹងក្នុងខ្លួននិងមានជំនាញនៅក្នុងខ្លួននៅថ្ងៃអនាគតខ្ញុំចង់ក្លាយទៅជាអ្នកច្នៃម៉ូដចង់ក្លាយជាអ្នកដើមម៉ូដមួយនៅក្នុងវិស័យសិល្បៈនិយាយទៅខ្ញុំស្រឡាញ់ខាងដុំសិល្បៈហ្នឹងតាំងពីក្មេងតាំងពីខ្ញុំនៅជាមួយនឹងយាយឃើញគេរាំល្បាំខ្ញុំចូលចិត្តខាងនឹងហ្មងហើយពេលដែលខ្ញុំចូលមកនៅក្នុងមណ្ឌលហ្នឹងក៏ខ្ញុំបានហាត់រាំល្បាំពីគ្រូដែលមានគាត់ឲ្យមកបរៀនហ្នឹងពីចុងក្រោយខ្ញុំសូមថ្លែងអំណរគុណទៅកាន់លោកគ្រូអ្នកគ្រូដែលបានបង្ហាត់បង្រៀនខ្ញុំមកខ្លះទៅជាកូនល្អសិស្សល្អនិងមនុស្សល្អនៅក្នុងសង្គមហើយក៏សូមអរគុណទៅកាន់ម្ចាស់ជំនួយដែលបានឧបត្ថម្ភសាលាជាពិសេសសូមអរគុណទៅកាន់អ្នកមានដែលបានបង្កើតសាលាហ្នឹងមកឲ្យសិស្សកុមារកព្រាសិស្សដែលមានសមត្ថភាពក្នុងការរៀនបានចូលរៀននៅក្នុងសាលាអង្គការលើកស្ទួយវិជ្ជាជីវៈនេះ